សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាជាមួយនឹងកម្ពុជាមហាស្ថិរផ្នែកគ្រឿងអេឡិចត្រូនិកដែលទទួលបានជោគជ័យនិងមានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងពិភពលោកនោះគឺលោក Akio Morita កម្ពុជាដែលមានពីការបង្កើតអាណាចក្រអេឡិចត្រូនិក Sony តោះបងប្អូនយើងមកស្ដាប់ទាំងអស់គ្នាអំពីជីវប្រវត្តិសង្ខេបរបស់លោក Akio Morita ដូចតទៅនេះ Akio Morita គឺជាមនុស្សម្នាក់ដែលបានធ្វើការផ្លាស់ប្ដូរពីហាងតូចមួយនៅកន្លែងទម្លាក់គ្រាប់បែកនៅទីក្រុងតូក្យូឲ្យទៅជាក្រុមហ៊ុនអេឡិចត្រូនិកមួយដែលជោគជ័យបំផុតរបស់ពិភពលោកគាត់មិនត្រឹមតែជាសហស្ថាបនិកក្រុមហ៊ុន Sony ប៉ុណ្ណោះទេគាត់ក៏ថែមទាំងជាសហគ្រិនម្នាក់ក្នុងចំណោមសហគ្រិនតិចតួចបំផុតដែលបានជួលសេដ្ឋកិច្ចប្រទេសជប៉ុនឲ្យងើបឡើងវិញក្រោយពីខ្ទេចខ្ទីដោយសារសង្គ្រាមលោកលើកទី2បច្ចុប្បន្ននេះបន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្ដើមដំណើរការជាងកន្លះសតវត្សមក Morita បានបន្សល់ក្រុមហ៊ុន Sony មួយក្នុងចំណោមក្រុមហ៊ុនអេឡិចត្រូនិកធំបំផុតនិងទំនើបបំផុតរបស់ពិភពលោកហើយនឹងមានតម្លៃទឹកប្រាក់សរុបប្រមាណជិត$140,000 លានឆ្នាំ2016ក្រុមហ៊ុនរកបានប្រាក់ចំណូលជាង$75,000 លាននិងមានបុគ្គលិកជាង120,000 នាក់ Morita ឈ្មោះពេញ Akio Morita បានកើតនៅថ្ងៃទី26ខែមករាឆ្នាំ1921នៅទីក្រុង Nagoya ប្រទេសជប៉ុនគាត់បានកើតជាកូនច្បងនៅក្នុងគ្រួសារអ្នកមានមួយដែលរស់នៅពឹងផ្អែកលើអាជីវកម្មបិតស្រាអស់រយៈពេលជាង15ជំនាន់មកហើយអស់ជាច្រើនឆ្នាំមកហើយគ្រួសារនេះបានពង្រីកផលិតផលស្រាជាច្រើនមុខដែលធ្វើពីសណ្តែកគ្រួសាររបស់គាត់ក៏ជាប់ខ្សែស្រឡាយជនជាតិអឺរ៉ុបដែរកាលពីនៅក្មេងគ្រួសារបានសន្មតថា Morita នឹងបន្តប្រពៃណីគ្រួសារគឺបន្តអាជីវកម្មបិតស្រាជាបន្តទៀត Morita មានសមត្ថភាពគ្រប់គ្រងអាជីវកម្មគ្រួសារតាំងពីគាត់មានអាយុមិនលើសពី10ឆ្នាំម្ល៉េះហើយវាជាកត្តាមួយដែលឪពុករបស់គាត់បាននាំគាត់ចូលរួមរាល់ការប្រជុំជាមួយនឹងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននៅក្នុងរយៈពេលតែ2ឬ3ឆ្នាំប៉ុណ្ណោះ Morita បានក្លាយជាអ្នកឯកទេសខាងផលិតស្រាគាត់អាចត្រួតពិនិត្យតាំងពីដំណើរការបិទស្រាតាំងពីវាតម្លៃពីគុណភាពស្រានិងរហូតដល់ការគ្រប់គ្រងបុគ្គលិកនៅក្នុងរោងចក្របិទស្រាទាំងមូលទៀតផងតែខណៈដែល Morita បានរៀនទាំងពីអាជីវកម្មខាងក្នុងនិងអាជីវកម្មខាងក្រៅរបស់គ្រួសារមកគាត់បានរកឃើញថាចំណង់ចំណូលចិត្តពិតប្រាកដរបស់គាត់គឺមិនមែនបិទស្រាទេអ្វីដែលគាត់ចាប់អារម្មណ៍ពិតប្រាកដគឺខាងគណិតវិទ្យានិងខាងរូបវិទ្យានៅអាយុជាង10ឆ្នាំគាត់បានទទួលស្គាល់ថាគាត់គ្មានគោលដៅគ្រប់គ្រងអាជីវកម្មគ្រួសារទេហើយវាក៏បានធ្វើឲ្យឪពុករបស់គាត់មានការខកចិត្តយ៉ាងខ្លាំងនៅពេលបន្ទាប់ពីរៀនចប់វិទ្យាល័យ Morita បានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Osaka Imperial ជំនាញខាងរូបវិទ្យានិងបានបញ្ចប់ការសិក្សានៅឆ្នាំ1944ក្នុងគណៈពេលនោះគាត់បានចាប់អារម្មណ៍ជាពិសេសខាងបច្ចេកទេសនិងខាងដោះស្រាយបញ្ហាម៉ាស៊ីនថតសំឡេងដែលមានគុណភាពខ្ពស់ការចាប់អារម្មណ៍របស់ Morita គឺនៅក្នុងដំណាក់កាលប្រទេសរបស់គាត់ធ្លាក់ចូលពាក់កណ្ដាលនៃសង្គ្រាមលោកលើកទី2ក្នុងនាមជាអ្នករូបវិទ្យាម្នាក់គាត់បានដឹងពីជំនាញរបស់គាត់អាចយកទៅប្រើប្រាស់បាននៅក្នុងសង្គ្រាមដូច្នេះគាត់ក៏បានចូលទៅបម្រើជាទាហានជើងទឹករបស់ជប៉ុនគាត់មិនត្រឹមតែបានឡើងឋានៈបុណ្យស័ក្តិលឿនប៉ុណ្ណោះទេគាត់ក៏ថែមទាំងបានជួបលោក Masaru Ibuka ដែលជាវិស្វករអេឡិចត្រូនិកម្នាក់ទៀតផងពួកគេទាំងពីរបានក្លាយជាមិត្តភក្តិនឹងគ្នាយ៉ាងឆាប់រហ័សនៅពេលចប់សង្គ្រាម Morita បានចូលបម្រើការងារនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាតូក្យូខណៈនោះមិត្តភក្តិរបស់គាត់ Ibuka បានបង្កើតវិទ្យាស្ថានស្រាវជ្រាវទូរគមនាគមន៍តូក្យូផ្ទាល់ខ្លួនហើយ Morita ក៏បានធ្វើការឲ្យមិត្តភក្តិរបស់គាត់ជាការងារក្រៅម៉ោងផងដែរទោះជាយ៉ាងណាក៏ដោយក្នុងខណៈនោះមានក្រុមហ៊ុនជប៉ុនជាច្រើនបានដួលរលំជាបន្តបន្ទាប់ដោយសារការទទួលរងឥទ្ធិពលពីសង្គ្រាមព្រោះតែបានឃើញផ្ទាល់ភ្នែកដូច្នេះទើបធ្វើឲ្យ Morita និង Ibuka រួមគ្នាគិតនិងសម្លឹងមើលថាតើពួកគេទាំងពីរអាចធ្វើអ្វីបានក្រោយពីសង្គ្រាមលោកលើកទី2បានបញ្ចប់មានប្រទេសជាច្រើនបានជួបការលំបាកខ្លាំងនៅក្នុងនោះមានប្រទេសជប៉ុនមួយផងដែរភាគច្រើននៃទីក្រុងធំៗរបស់ប្រទេសជប៉ុនត្រូវបានបំផ្លាញនៅហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនិងបណ្ដាញទូរគមនាគមន៍ជាងនេះទៅទៀតបញ្ហាកង្វះម្ហូបអាហារស្ថិតក្នុងដំណាក់កាលដែលមិនអាចគ្រប់គ្រងបានហើយមិនត្រឹមតែបុគ្គលិកកម្មករជិត3លាននាក់ត្រូវបានសម្លាប់នៅក្នុងអំឡុងពេលសង្គ្រាមនោះគឺថែមទាំងប្រទេសជប៉ុនទាំងមូលត្រូវបានខ្ទេចខ្ទីនិងត្រូវស្ដារឡើងវិញពីចំណុចសូន្យផងដែរ
តែទោះជាយ៉ាងណាក៏ដោយ Morita មានជំនឿជឿជាក់ថាប្រទេសរបស់គាត់នឹងមិនត្រឹមតែអាចស្ដារឡើងវិញបានប៉ុណ្ណោះទេគឺថែមទាំងអាចក្លាយជាប្រទេសនាំមុខគេនៅក្នុងទីផ្សារពិភពលោកទៀតផងគាត់មានបំណងប្រាថ្នាចង់ក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានជួយប្រទេសរបស់គាត់បានចាប់ផ្ដើមជជែកជាមួយនឹង Ibuka ថាតើធ្វើយ៉ាងម៉េចដើម្បីអាចបញ្ចូលនៅចំណេះដឹងផ្នែករូបវិទ្យានិងវិស្វកររបស់យើងទាំងពីរនាក់សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍប្រទេសជាតិនៅឆ្នាំ1946 Morita និង Ibuka បានរួមគ្នាបង្កើតសហគ្រាសវិស្វករនិងទូរគមនាគមន៍ Tokyo ដែលមានមូលដ្ឋាននៅទីក្រុង Tokyo ក្រុមហ៊ុននេះបានចាប់ផ្ដើមពីដើមទុន$350នៅក្នុងហាងមួយដែលត្រូវបានបំផ្លាញដោយសង្គ្រាមបើទោះបីក្រុមហ៊ុនបានជួលបុគ្គលិករហូតដល់ចំនួន20នាក់ឲ្យមកបម្រើការងារក៏ដោយក៏ Morita និង Ibuka នៅតែមិនទាន់ប្រកាសថាតើផលិតផលអ្វីដែលពួកគាត់គួរផ្ដោតនៅឡើយទេតែទោះជាយ៉ាងណាក៏ដោយអ្វីដែលគាត់ចិញ្ចឹមចិត្តចង់នឹងបង្កើតផលិតផលអេឡិចត្រូនិកដែលមានគុណភាពនិងមានការច្នៃប្រឌិតខ្ពស់ដើម្បីជួយប្រទេសរបស់គាត់ឲ្យមានឈ្មោះនៅក្នុងផែនទីពិភពលោកឡើងវិញពួកគាត់មានជំនឿថាផលិតផលរបស់ប្រទេសជប៉ុន Made in Japan មិនមែនជាផលិតផលដែលមានគុណភាពទាបនិងតម្លៃថោកយូរតទៅទៀតនោះទេខណៈនោះ Morita ទើបមានអាយុ25ឆ្នាំតែអាយុរបស់គាត់មិនមែនជាឧបសគ្គសម្រាប់ការជំនះនឹងហានិភ័យគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យក្រុមហ៊ុនទទួលបានជោគជ័យឡើយនៅឆ្នាំ1949 Morita និង Ibuka បានអភិវឌ្ឍកាសែតថតចម្លងធំដែលមាន Film ដែលជាផលិតផលទី1ដែលនាំទៅដល់ការបង្កើតផលិតផលកាសែតថតចម្លងតូចៗវាគឺជាផលិតផលទី1ដែលមានគុណភាពនិងបានដាក់លក់នៅក្នុងប្រទេសជប៉ុនហើយមានការគាំទ្រយ៉ាងច្រើនតែទោះជាយ៉ាងណាក៏ដោយសម្រាប់ Morita និង Ibuka ផលិតផលនេះគឺគ្រាន់តែជាចំណុចចាប់ផ្ដើមប៉ុណ្ណោះ Morita និយាយថាយើងត្រូវការសភាវុធដ៏ធំដើម្បីបំបែកចូលទៅទីផ្សារអាមេរិកយើងត្រូវតែបង្កើតអ្វីមួយដែលពិសេសខុសគេឬអ្វីមួយដែលគ្មាននរណាម្នាក់ធ្លាប់បានបង្កើតនៅឆ្នាំ1957ក្រុមហ៊ុនបានឈានទៅបង្កើតកូនវិទ្យុដែលអាចដាក់ក្នុងហោប៉ៅបាននិងជាវិទ្យុទី1របស់ពិភពលោកដែលអាចស្ដាប់បានគ្រប់ប៉ុស្តិ៍ដើម្បីពង្រីកទីផ្សារទៅកាន់ប្រទេសអឺរ៉ុបនិងពិភពលោកទាំងមូល Morita និង Ibuka បានធ្វើការផ្លាស់ប្ដូរឈ្មោះរបស់ក្រុមហ៊ុនទៅជា Sony ដែលកើតមកពីពាក្យ Sonus បូកជាមួយនឹង Sony ដែលមានន័យថាសំឡេងយុវជនដែលពោរពេញទៅដោយថាមពលនិងមានអនាគតភ្លឺស្វាងត្រចះត្រចង់នៅឆ្នាំ1961សហគ្រាសសាជីវកម្ម Sony នៅអាមេរិកបានក្លាយជាក្រុមហ៊ុនទី1ដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុននៅទីក្រុងញូវយ៉កជាច្រើនឆ្នាំក្រោយមកក្រុមហ៊ុននៅតែបន្តអភិវឌ្ឍផលិតផលអេឡិចត្រូនិកថ្មីៗនិងមានការច្នៃប្រឌិតខ្ពស់ជានិច្ចដូចជាកាសែតសំឡេងកាសែតរូបភាពនិងត្រូវបានក្រុមហ៊ុនភាពយន្តអាមេរិកជាច្រើនបានបញ្ជាទិញទៀតផងនៅឆ្នាំ1994ក្នុងវ័យ73ឆ្នាំ Morita បានទទួលការឈឺចាប់ពីជំងឺកង្វះឈាមក្រហមនៅក្នុងខួរក្បាលខណៈគាត់កំពុងលេង tennis ហើយបន្តមកគាត់បានប្រកាសលាឈប់ពីតំណែងជាប្រធានក្រុមហ៊ុន Sony គាត់បានទៅបន្តសរសេរសៀវភៅមួយក្បាល Nevermind School Record ដែលមានន័យថាកុំបារម្ភពីលទ្ធផលសិក្សាដែលបានផ្ដោតជាសំខាន់ថាភាពជោគជ័យគឺមិនពឹងផ្អែកលើកម្រិតនៃការអប់រំនោះទេគាត់ក៏បានបោះពុម្ពផ្សាយនៅសប្តាហ៍របស់គាត់ដែលមានឈ្មោះថា Made in Japan មានន័យថាផលិតផលរបស់ប្រទេសជប៉ុន Morita មានសមត្ថភាពធ្វើឲ្យជោគជ័យទាំងខ្លួនគាត់និងប្រទេសរបស់គាត់បាននាំប្រទេសជប៉ុនទៅក្នុងផែនទីពិភពលោកឡើងវិញគាត់បានស្ថាបនាកិត្តិនាមក្រុមហ៊ុន Sony នៅជុំវិញពិភពលោកឆ្នាំ1998នៅក្នុងសហរដ្ឋអាមេរិកម៉ាកយីហោ Sony បានស្ថិតនៅក្នុងលំដាប់លេខ1លើសពី Coca-Cola និង General Electric ទៀតផងនៅឆ្នាំ1999នៅក្នុងអាយុ78ឆ្នាំ Morita បានស្លាប់ដោយសារជំងឺរលាកសួតកេរដំណែលរបស់គាត់បានបន្សល់នូវផលិតផលអេឡិចត្រូនិកម៉ាក Sony ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជុំវិញពិភពលោកសប្តាហ៍ថ្ងៃនេះក្រុមហ៊ុន Sony បានក្លាយជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនអេឡិចត្រូនិកដែលធំបំផុតនិងទំនើបបំផុតរបស់ពិភពលោកក្រុមហ៊ុន Sony បានបង្កើតផលិតផលដែលមានគុណភាពខ្ពស់បំផុតនិងអាចជឿទុកចិត្តបានបំផុតហើយនឹងមានការទទួលស្គាល់នៅទូទាំងពិភពលោកដូចជាវិទ្យុម៉ាញ៉េទូរទស្សន៍ទូរស័ព្ទហ្គេមម៉ាស៊ីនថតសំឡេងម៉ាស៊ីនថតរូបម៉ាស៊ីនថតវីដេអូម៉ាស៊ីនបោះពុម្ពម៉ាស៊ីនកុំព្យូទ័រ
នាឡិកាដៃម៉ោង LCD និងឧបករណ៍ឬគ្រឿងបន្លាស់របស់វាហើយនឹងផលិតផលផ្សេងជាច្រើនទៀតជាបន្តទៅទៀតនេះយើងទាំងអស់គ្នាមកស្ដាប់ពីភាពជាអ្នកដឹកនាំសំខាន់របស់ Akio Morita ដូចតទៅនេះទី1សិក្សាទីផ្សារនៅតាមដងផ្លូវ Morita មិនចូលចិត្តពាក្យសិក្សាស្រាវជ្រាវទីផ្សារទេតែគាត់បានឲ្យតម្លៃលើការសង្កេតដោយយកចិត្តទុកដាក់តើមនុស្សកំពុងធ្វើអ្វីនៅតាមដងផ្លូវតើពួកគេកំពុងប្រើប្រាស់អ្វីតើពួកគេកំពុងស្ដាប់អ្វីតើអ្វីដែល Sony អាចធ្វើបានដើម្បីធ្វើឲ្យពួកគេទទួលបានបទពិសោធន៍ជីវិតកាន់តែល្អប្រសើរទាំងនេះគឺជាអ្វីដែល Morita បានរៀនសម្រាប់គំនិតច្នៃប្រឌិតនិងការបង្កើតថ្មីរបស់គាត់ជឿទៅលើការពិនិត្យការអនុវត្តជាក់ស្ដែងនិងញៀនខាងក្នុងរបស់គាត់ Morita គឺជាប្រធានក្រុមហ៊ុន Sony តែមិនមានន័យថាគាត់នៅតែក្នុងបរិវេណការិយាល័យរបស់គាត់ពេញមួយថ្ងៃនោះទេគាត់រីរាយនឹងការលេងគ្រឿងអេឡិចត្រូនិករបស់គាត់ដោយកាលដែលគាត់នៅពីក្មេងអញ្ចឹងហើយនឹងគ្មានអ្វីផ្លាស់ប្ដូរគាត់បានទេគាត់តែងតែចាប់អារម្មណ៍ការស្រាវជ្រាវនិងការអភិវឌ្ឍផលិតផលម៉ាកយីហោក្រុមហ៊ុនរបស់គាត់ជានិច្ចពេលគាត់ចាប់ផ្ដើមអាជីវកម្មគ្រាដំបូងគាត់តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើផលិតផលអេឡិចត្រូនិករបស់គាត់នៅក្នុងឆ្នាំ1979ដៃគូរបស់គាត់ Ibuka បានស្នើទៅផ្នែកសំឡេងដើម្បីបង្កើតការស្ដាប់ចម្រៀងសម្រាប់ឲ្យគាត់យកទៅស្ដាប់នៅពេលធ្វើដំណើរដ៏យូរតាមយន្តហោះទៅក្រៅប្រទេសក្រុមវិស្វករខាងបង្កើតថ្មីបានបង្កើតឧបករណ៍បណ្ដោះអាសន្នសម្រាប់ Ibuka ដើម្បីឲ្យគាត់យកទៅចាក់ស្ដាប់សម្រាប់ពេលធ្វើដំណើរដ៏យូរនោះនៅពេលដែលការស្ដាប់ចម្រៀងនោះបានមកដល់ដៃរបស់ Morita គាត់បានចំណាយពេលជាច្រើនចុងសប្ដាហ៍ដើម្បីលេងជាមួយនឹងវាគាត់តែងតែកាន់វាស្ដាប់ជានិច្ចទាំងពេលនៅផ្ទះពេលញ៉ាំបាយនិងពេលទៅលេងកូនហ្គោលតែនៅថ្ងៃច័ន្ទមួយ Morita បានធ្វើការប្រកាសនៅកន្លែងធ្វើការថាការស្ដាប់ចម្រៀងនេះគឺត្រូវតែអភិវឌ្ឍឲ្យទៅជាផលិតផលរបស់ក្រុមហ៊ុន Sony Morita បានមើលឃើញឱកាសពីការស្ដាប់ចម្រៀងនេះគាត់យល់ថាយុវជននឹងមិនអាចរស់បានដោយមិនបានស្ដាប់តន្ត្រីឬបទចម្រៀងនោះទេហើយវានឹងត្រូវទៅនឹងទីផ្សារដ៏ធំធេងតែទោះជាយ៉ាងណាមានមនុស្សតិចណាស់ដែលបានមើលឃើញដោយគាត់មុនដំបូងពួកគេផ្សេងបានប្រតិកម្មថាការស្ដាប់ចម្រៀងនេះទី1គ្មានអតិថិជនទិញការស្ដាប់ចម្រៀងដែលគ្មានសមត្ថភាពអាចថតចម្លងបាននោះទេទី2ការស្រាវជ្រាវពីខាងផ្នែកទីផ្សារបានស្នើជាយោបល់ថាការស្ដាប់ចម្រៀងនេះគឺវាមិនល្អទេពួកគេបានពន្យល់ថាការស្ដាប់ចម្រៀងគឺវាមិនគ្រាន់តែធ្វើឲ្យអតិថិជនហឹងត្រចៀកនោះទេតែថែមទាំងវាធ្វើឲ្យត្រចៀកមានបញ្ហាទៀតផងខណៈនោះ Morita បាននិយាយសម្រេចថាអ្វីដែលមនុស្សចង់តួយ៉ាងដូចជាការចង់ស្ដាប់តន្ត្រីឬបទចម្រៀងនេះពួកគេអាចនឹងបំភ្លេចអ្វីៗទាំងអស់ដែលមាននៅលើโลกបើទោះបីជាមានការផ្ដល់យោបល់ពីផ្នែកទីផ្សារថាវាមិនល្អក៏ដោយក៏គាត់បានធ្វើតាមអ្វីដែលគាត់យល់ថាត្រឹមត្រូវដែរ Morita បានប្រាប់បុគ្គលិកក្រុមហ៊ុនថាអ្នកត្រូវតែជាអ្នកបង្កើតវប្បធម៌នៃការពាក់ការស្ដាប់ចម្រៀងនៅទូទាំងពិភពលោកគាត់បានណែនាំទៅសហគ្រិនជំនាន់ក្រោយថាអ្នកត្រូវជៀសវាងស្ដាប់តែផ្នែកទីផ្សារមួយមុខគាត់បានបន្ថែមថាចូលពិនិត្យមើលដោយយកចិត្តទុកដាក់ពីរបៀបរស់នៅរបស់មនុស្សនិងប្រើវិចារណញ្ញាណនៅអ្វីដែលខ្លួនចង់ពិតប្រាកដហើយបន្តមកធ្វើវាទៅដោយកុំចាំបាច់ធ្វើការស្រាវជ្រាវពីទីផ្សារនោះទេនៅក្នុងឆ្នាំ1979ការស្ដាប់ចម្រៀងបានក្លាយជាផលិតផលរបស់ក្រុមហ៊ុន Sony ហើយនឹងបានទទួលជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សាររបស់ពិភពលោកដោយគ្មានការសិក្សាស្រាវជ្រាវទីផ្សារមួយថ្ងៃណាឡើយតាំងពីពេលនោះមកក្រុមហ៊ុនបានផ្ដោតលើវិចារណញ្ញាណខាងក្នុងរបស់ខ្លួនក្នុងការបង្កើតផលិតផលនិងការច្នៃប្រឌិតផ្សេងៗសម្រាប់ទីផ្សារតែទោះជាយ៉ាងណាក៏ដោយវាមិនមែនគ្រប់ផលិតផលដែល Morita បានជំរុញគឺសុទ្ធតែជោគជ័យនោះទេម៉ាស៊ីនឆ្នាំងដាំបាយរបស់គាត់និងផលិតផលផ្សេងក៏ធ្លាប់មិនទទួលបានជោគជ័យដែរតែគាត់នៅតែជំរុញថាប្រសិនបើអ្នកធ្វើអ្វីៗតាមការបញ្ចុះបញ្ចូលរបស់ខ្លួនថាជាជំរើសល្អបំផុតនោះគូគំនិតថ្មីនៅក្នុងពិភពលោកនេះនឹងរត់មករកអ្នកមិនខានអ្នកត្រូវតែរៀនពីអ្វីដែលបានកើតឡើងនិងចូលកុំខ្លាចធ្វើទៅមានកំហុសតែអ្នកមិនត្រូវធ្វើឲ្យមានកំហុសដដែលជាលើកទី2នោះទេទី2បង្កើតទីផ្សារសម្រាប់ពិភពលោក Morita បានបង្កើតយុទ្ធនាការទីផ្សារដ៏ជោគជ័យដោយបានធ្វើការផ្លាស់ប្ដូរពីក្រុមហ៊ុននៅក្នុងស្រុកទៅជាសាជីវកម្មពហុជាតិសាសន៍ដ៏ធំបំផុតរបស់ពិភពលោកគាត់និយាយថាការផ្សព្វផ្សាយនិងការធ្វើពាណិជ្ជកម្ម
និងមិនអាចធ្វើឲ្យផលិតផលមិនល្អមាននិរន្តរភាពនោះទេនៅពេលគាត់បានទៅទស្សនកិច្ចលើកទី1នៅអឺរ៉ុបក្នុងឆ្នាំ1953គាត់បានចុះពិនិត្យក្រុមហ៊ុន Philips ដែលជាក្រុមហ៊ុនមួយបានចាប់ផ្ដើមពីរោងចក្រផលិតអំពូលភ្លើងតូចមួយនៅជនបទមួយនៃប្រទេស Netherlands និងបានក្លាយជារោងចក្រអេឡិចត្រូនិកនាំមុខគេរបស់ពិភពលោកបន្ទាប់ពី Morita បានត្រឡប់មកដល់ប្រទេសជប៉ុនវិញគាត់បានបង្កើតគោលដៅថ្មីសម្រាប់ក្រុមហ៊ុនដើម្បីឲ្យវាក្លាយជាក្រុមហ៊ុននាំមុខគេមួយរបស់ពិភពលោកដោយក្រុមហ៊ុន Philips ដែរហើយជាពិសេសសម្រាប់ទីផ្សារអាមេរិកជំហានមួយក្នុងចំណោមជំហានដំបូងៗរបស់ Morita ដើម្បីឆ្ពោះទៅរកគោលដៅថ្មីនោះគឺការផ្លាស់ប្ដូរឈ្មោះរបស់ក្រុមហ៊ុនញៀនរបស់គាត់បានប្រាប់គាត់ថាឈ្មោះក្រុមហ៊ុនចាស់ Tokyo Communication Engineering Corporation គឺមិនអាចរំលេចខ្លួននៅទីផ្សារបរទេសបានទេជាពិសេសទីផ្សារអាមេរិកគាត់ចង់ឲ្យក្រុមហ៊ុនត្រូវបានគេទទួលស្គាល់និងងាយនៅក្នុងការចងចាំគ្រប់ជាតិសាសន៍ជាមួយនឹងដៃគូ Ibuka បាននាំគ្នាបើកបច្ចនានុក្រមអង់គ្លេសរហូតដល់បានរកឃើញឈ្មោះមួយដែលពួកគេពេញចិត្ត Morita បានរកឃើញពាក្យ Sonas មកពីអក្សរតាំងថា sound ហើយវាស្រដៀងគ្នានឹងឧស្សាហកម្មនិងមហិច្ឆតារបស់គាត់ទៅកាន់ប្រទេសអឺរ៉ុបនិងទីផ្សារពិភពលោកផងដែរតែទោះជាយ៉ាងណា Morita នៅមិនទាន់ពេញចិត្តគ្រប់គ្រាន់ហើយទីបំផុតគាត់បានរកឃើញពាក្យបន្ថែម Sony មានន័យថាកូនសម្លាញ់និងជារហស្សនាមបុរសម្នាក់ដែលអស្ចារ្យបំផុតនិងល្បីល្បាញបំផុតសម្រាប់យុវវ័យរបស់អាមេរិក Morita បានសរុបន័យរួមថា Sony មកពីពាក្យ Sonas បូកជាមួយនឹង Sony គឺមានន័យថាសំឡេងយុវជនដែលពោពេញទៅដោយថាមពលនិងមានអនាគតភ្លឺស្វាងត្រចះត្រចង់នៅឆ្នាំ1952 Morita បានបើកហាង Sony ទី1នៅទីក្រុង New York ហើយនៅពេលនោះក្រុមហ៊ុននៅមានផលិតផលតិចតួចនៅឡើយសម្រាប់ដាក់លក់តែយ៉ាងណាក៏ដោយគាត់មានបំណងចូលទៅទីផ្សារអាមេរិកគឺជារឿងសំខាន់គាត់ធ្វើទីផ្សារដើម្បីទៅកាន់កន្លែងមួយដែលអាចដាក់ទង់ជាតិជប៉ុនដ៏ធំលើហាងរបស់គាត់យល់ថាប្រទេសជប៉ុនត្រូវបានខ្ទេចខ្ទីដោយសង្គ្រាមលោកលើកទី2ហើយទើបតែបញ្ចប់ថ្មីតែទង់ជាតិជប៉ុនបានចាប់ផ្ដើមវត្តមាននៅលើទឹកដីអាមេរិកឡើងវិញក្នុងរយៈពេលមិនដល់10ឆ្នាំផងវាពិតជារឿងមួយដែលធ្វើឲ្យមនុស្សនឹងនិយាយអំពីវាជាការពិតមានអ្នកកាសែតនិងអតិថិជនរាប់រយនាក់បានមកមើលអ្វីដែលជារឿងនៅពីក្រោយទង់ជាតិនេះ Morita បានបោះពុម្ពអាវយឺតពណ៌សសម្រាប់ក្រុមលក់របស់គាត់និងបានដាក់ស្លាកក្រុមហ៊ុនធំថា Walkman ដែលជាឈ្មោះផលិតផលកូនម៉ាញ៉េដែលមានការស្ដាប់បំពាក់ត្រចៀកដែលលក់ដាច់បំផុតនិងជានិមិត្តរូបនៃភាពជោគជ័យទីផ្សាររបស់ Morita ផងដែរទី3អ្នកគ្រប់គ្រងគឺមានន័យថាជាអ្នកជំរុញឲ្យមានការបង្កើតថ្មីអ្នកគ្រប់គ្រងគឺមានតួនាទីសំខាន់ណាស់ដើម្បីដឹងពីរបៀបធ្វើឲ្យបុគ្គលិកមានសមត្ថភាពបង្កើតថ្មី Morita ជឿថាមនុស្សគ្រប់គ្នាគឺសុទ្ធតែមានសមត្ថភាពបង្កើតថ្មីតែមនុស្សតិចណាស់ដែលដឹងពីរបៀបធ្វើវា Morita គឺជាមនុស្សដែលបានបង្កើតក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍ដ៏ធំបំផុតមួយរបស់ពិភពលោកតែគាត់មិនបានធ្វើវាឡើងតែម្នាក់ឯងនោះទេក្នុងរយៈពេលជាង50ឆ្នាំការងារសំខាន់មួយរបស់គាត់គឺដើរតួនាទីជាអ្នកនិយាយឥតសំចៃពីគោលការណ៍ដឹកនាំរបស់ក្រុមហ៊ុនដែលពឹងផ្អែកភាគច្រើនលើប្រពៃណីរបស់ជប៉ុនក្នុងប្រពៃណីរបស់ជប៉ុនបេសកកម្មដ៏ធំបំផុតរបស់អ្នកគ្រប់គ្រងគឺអភិវឌ្ឍសុខុមាលភាពនៃការទំនាក់ទំនងជាមួយនឹងបុគ្គលិកបង្កើតការស្រឡាញ់ពេញចិត្តក្រុមហ៊ុនឲ្យដូចជាគ្រួសារខ្លួននិងបង្កើតអារម្មណ៍ឲ្យអ្នកគ្រប់គ្រងនិងបុគ្គលិកធ្វើកិច្ចការដើម្បីផលប្រយោជន៍រួម Morita និយាយថាយើងបានព្យាយាមបង្កើតលក្ខខណ្ឌនានាដើម្បីឲ្យមនុស្សគ្រប់គ្នាមករួមគ្នាធ្វើការជាក្រុមដើម្បីបញ្ចេញសមត្ថភាពនិងមហិច្ឆតារបស់ពួកគេលើផ្នែកបច្ចេកវិទ្យា Morita បានបង្កើតឲ្យមានកម្មវិធីចុះទស្សនកិច្ចនៅតាមរោងចក្រនីមួយៗរបស់គាត់និងព្យាយាមជួបជាមួយបុគ្គលិកម្នាក់ៗគាត់ចង់ធ្វើឲ្យប្រកាសថាបុគ្គលិករបស់គាត់គឺមានអារម្មណ៍ជាអ្នករួមអាជីពការងារជាជាងគ្រាន់តែជាឧបករណ៍សម្រាប់គេប្រើប្រាស់តែទោះបីជា Morita បានសង្កត់ធ្ងន់លើការងារជាក្រុមនិងការទំនាក់ទំនងការងារស្និទ្ធស្នាលរវាងអ្នកគ្រប់គ្រងនិងបុគ្គលិកក៏ដោយក៏គាត់នៅតែមានជំនឿលើសារៈសំខាន់នៃសមត្ថភាពបុគ្គលិកម្នាក់ៗដើម្បីអនុវត្តនៅសេរីភាពនៃការបង្កើតថ្មីរបស់ពួកគេផងដែរ Morita បាននិយាយថាកត្តាសំខាន់នៅក្នុងឧស្សាហកម្មគឺការបង្កើតថ្មីហើយកត្តាបង្កើតថ្មី3ដែលមិនអាចខ្វះបានគឺទី1ការបង្កើតថ្មីក្នុងផ្នែកបច្ចេកវិទ្យាទី2ការបង្កើតថ្មីក្នុងផ្នែកផែនការផលិតកម្ម
និងទី3ការបង្កើតថ្មីក្នុងផ្នែកទីផ្សារគាត់បានបន្ថែមថាប្រសិនបើមានតែការបង្កើតថ្មីណាមួយនៃផ្នែកទាំង3នេះគឺវានឹងធ្វើឲ្យអាជីវកម្មរបស់អ្នកអន្តរាយមិនខាន Morita ធ្លាប់មិនឯកភាពជាមួយរដ្ឋាភិបាលជប៉ុនដែលបានមើលឃើញថារោងចក្រធំៗដែលបំពាក់ទៅដោយឧបករណ៍ទំនើបនិងចុងក្រោយបង្អស់គឺគន្លឹះនៃការបង្កើតថ្មីគាត់ដឹងថាបុគ្គលិករបស់គាត់មានឧបករណ៍សម្ភារៈល្អបំផុតតែមួយមុខគឺมันអាចនាំឲ្យមានការបង្កើតថ្មីនិងបង្កើតផលិតភាពការងារទេ Morita មានជំនឿលើការធ្វើផែនការនិងការវិនិយោគសម្រាប់រយៈពេលយូរអង្វែងគឺជារឿងសំខាន់ចាំបាច់បំផុតជាងការធ្វើការងាររយៈពេល3ខែហើយគិតពីប្រាក់ចំណេញដោយក្រុមហ៊ុនរបស់អាមេរិកដូច្នេះហើយបានក្រុមហ៊ុន Sony គឺតែងតែបានផ្ដោតលើការជ្រើសរើសបុគ្គលិកដែលអាចធ្វើការងារជាមួយគ្នាបានយូរអង្វែង Morita មិនដែលខ្វល់ថាបុគ្គលិករបស់គាត់មកពីសាកលវិទ្យាល័យល្អបំផុតឬមានពិន្ទុល្អបំផុតអ្វីទេគាត់បាននិយាយថាខ្ញុំបានបង្កើតច្បាប់សម្រាប់ការជ្រើសរើសបុគ្គលិកថាការសិក្សានៅសាកលវិទ្យាល័យគឺជារឿងអតីតកាលហើយវាមិនត្រូវបានយកមកប្រើប្រាស់សម្រាប់ការវាយតម្លៃលើការងាររបស់ពួកគេឬការសម្រេចចិត្តដំឡើងឋានៈទូនាទីអ្វីឡើយក្នុងឆ្នាំ1566 Morita ថែមទាំងសរសេរសៀវភៅមួយក្បាលដែលមានចំណងជើងថា Never mind school record ដែលមានន័យថាកុំបារម្ភពីលទ្ធផលសិក្សាគាត់មានជំនឿលើការរៀបចំផែនការគ្រប់គ្រងរបស់គាត់ដែលច្របាច់បញ្ចូលគ្នាទាំងអឺរ៉ុបនិងប្រពៃណីជប៉ុន Morita បានច្របាច់បញ្ចូលគ្នាពីរដើម្បីបង្កើតរបៀបនៃការគ្រប់គ្រងផ្ទាល់ខ្លួនមួយរបស់គាត់ដែលវាជារបៀបនៃការគ្រប់គ្រងមួយបានជួយឲ្យក្រុមហ៊ុនរបស់គាត់ឈានទៅឡើងដល់ចំណុចកំពូលទី4ជំនះទម្លាប់ចាស់និងផ្លាស់ប្ដូរស្ថានភាពថ្មីនៅឆ្នាំ1989 Morita បានចូលរួមជាមួយនឹងអ្នកនយោបាយនិយាយត្រង់ឥតសំចៃមាត់លោក Ishihara Shintaro បានសរសេរសៀវភៅមួយក្បាលក្រោមចំណងជើងថា The Japan That Can Say No មានន័យថាជប៉ុនដែលអាចនិយាយថាទេឬមិនព្រមក្នុងសៀវភៅនេះគាត់បានរិះគន់ពីអាជីវកម្មរបស់អាមេរិកសម្រាប់អ្វីដែលគាត់បានមើលឃើញថាកំពុងបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសជាពិសេសការផ្ដោតរបស់ពួកគេទៅលើការរួមបញ្ចូលគ្នានឹងការទិញក្រុមហ៊ុនដទៃហើយនឹងការផ្លាស់ប្ដូរប្រតិបត្តិការនៅក្រៅប្រទេសក៏បាននឹងកំពុងតែដើរឆ្ងាយពីការបង្កើតអានុភាពនៃផលិតផលពិតប្រាកដគាត់ក៏បានរិះគន់ចំពោះការផ្ដល់ប្រាក់ខែខ្ពស់បំផុតរបស់ CEO របស់អាមេរិកដែលបានធ្វើឲ្យមានការឈឺចាប់ដល់ក្រុមហ៊ុនរបស់ពួកគេបើប្រៀបធៀបនឹងក្រុមហ៊ុនជប៉ុនដែលមានលក្ខណៈជាគ្រួសារច្រើននិងមានប្រាក់ខែប្រហាក់ប្រហែលគ្នាដោយសារសម្ដីរបស់ Morita ទាំងនេះបានបង្កឲ្យល្បីខ្យល់ជាជុំវិញពិភពអាជីវកម្មជាពិសេសបន្ទាប់ពីសៀវភៅរបស់គាត់បានបកប្រែពីភាសាជប៉ុនទៅជាភាសាអង់គ្លេសភ្លាមគាត់ត្រូវបានគេចាត់ទុកថាគឺជាអ្នកជំនួញម្នាក់ដ៏មានអំណួតហើយអ្នកជំនួញខ្លះបានបដិសេធមិនធ្វើអាជីវកម្មជាមួយគាត់តែម្ដងតែទោះបីជាយ៉ាងណា Morita នៅតែរក្សាមិនធ្វើការផ្លាស់ប្ដូរសម្រាប់គាត់ការនិយាយដែលផ្ទុយទៅនឹងការអនុវត្តជាក់ស្ដែងគឺមិនមែនជាធម្មជាតិរបស់គាត់ទេជារួមគាត់តែងតែបដិសេធនឹងទម្លាប់ចាស់តាំងពីគាត់នៅក្មេងមកម្ល៉េះក្នុងនាមជាកូនប្រុសច្បងនៅក្នុងគ្រួសារ Morita ត្រូវបានគេរំពឹងគ្រប់គ្នាថាគាត់នឹងធ្វើតាមប្រពៃណីរបស់ជប៉ុនដែលបានកំណត់ដាច់ខាតថាគាត់ត្រូវតែធ្វើតាមគ្រួសារទាំង15ជំនាន់មុនគឺបន្តអាជីវកម្មរោងចក្របិទសាររបស់គ្រួសារតែគាត់មិនដែលមានឆន្ទៈធ្វើកិច្ចការនោះឡើយហើយផ្ទុយទៅវិញគាត់បានជ្រើសរើសធ្វើតាមការពេញចិត្តឬបេះដូងរបស់គាត់និងហ៊ានធ្វើការប្រថុយនឹងបរិយាកាសអាជីវកម្មដែលពោរពេញទៅដោយហានិភ័យខ្ពស់បំផុតក្រោយពីបញ្ចប់សង្គ្រាមលោកទៅវិញនៅពេល Morita បានក្លាយជាឪពុកគេតាមប្រពៃណីជប៉ុនបានកំណត់ថាគាត់ត្រូវតែបញ្ជូនកូនរបស់គាត់ទាំង3ឲ្យទៅរៀននៅសាលាជប៉ុនតែផ្ទុយទៅវិញគាត់បានបដិសេធMorita មានដំណងឲ្យកូនរបស់គាត់ទទួលបានការអប់រំនៅក្នុងសាលារៀនដែលអាចធ្វើឲ្យកូនរបស់គាត់ក្លាយជាប្រជាពលរដ្ឋរបស់ពិភពលោកនិងក្លាយជាមេដឹកនាំរបស់ពិភពលោកគាត់ជឿថាពួកគេមានសមត្ថភាពអាចធ្វើទៅបានវាគឺជាចរិតឯករាជ្យម្ចាស់ការដែលគាត់បានធ្វើការដឹកនាំអ្វីទាំងឡាយនៅក្នុងជីវិតរបស់គាត់ដោយបូករួមទាំងអាជីវកម្មរបស់គាត់ផងដែរវាគឺជាឆន្ទៈរបស់ Morita ដើម្បីជំនះនឹងទម្លាប់ចាស់ដែលបានដឹកនាំក្រុមហ៊ុន Sony ឲ្យក្លាយទៅជាក្រុមហ៊ុនដំបូងគេបំផុតនិងបានចុះបញ្ជីលក់ភាគហ៊ុននៅក្នុងទីក្រុងញូវយ៉កសហរដ្ឋអាមេរិកគាត់បានរៀបចំផ្លូវសម្រាប់ក្រុមហ៊ុនជប៉ុនឲ្យធ្វើការប្រមូលប្រាក់ពីបរទេសជាជាងអនុវត្តតាមប្រពៃណីជប៉ុន
និងខ្ចីប្រាក់តែពីធនាគារជប៉ុនសប្តាហ៍ថ្ងៃនេះគំនិតមិនធម្មតារបស់ Morita បានផ្លាស់ប្ដូររបៀបធ្វើអាជីវកម្មជាច្រើនរបស់ពិភពលោកគាត់គឺជាមនុស្សម្នាក់ដែលមិនចេះខ្លាចអ្វីទាំងអស់ទាំងជីវិតនៅផ្ទះនិងទាំងជីវិតនៅកន្លែងធ្វើការពោលគឺគាត់ហ៊ានប្រឈមទាំងអស់ Morita មិនត្រឹមតែហ៊ានប្រឈមនឹងប្រពៃណីរាប់ពាន់ឆ្នាំរបស់ជប៉ុនប៉ុណ្ណោះទេតែគាត់ថែមទាំងហ៊ានប្រឈមជាមួយនឹងកំពូលអ្នកមានអំណាចនៅជុំវិញពិភពលោកទៀតផងជារួមអ្វីដែល Morita ជឿគឺគាត់ហ៊ាននិយាយនិងហ៊ានធ្វើទី5បង្កើតទីផ្សារដែលមិនទាន់មាននៅឆ្នាំ1950ក្រុមហ៊ុនដែល Morita បង្កើតនោះបានជួបបញ្ហាគាត់និងអ៊ីប៊ូកាបានបង្កើតគំនិតនិងរចនាម៉ូដម៉ាស៊ីនថតសំឡេងទី1របស់ប្រទេសជប៉ុនវាគឺជាផលិតផលមួយដែលពួកគាត់ជឿថាមានសក្តានុពលនៅក្នុងទីផ្សារតែផ្ទុយទៅវិញផលិតផលនោះបែរជាគ្មានតម្រូវការទៅវិញមានប្រជាពលរដ្ឋជប៉ុនតិចតួចណាស់ដែលបានចាប់អារម្មណ៍នឹងផលិតផលនេះហើយពួកគេបានមើលទៅហាក់បីដូចជារបស់គ្មានប្រយោជន៍សម្រាប់ការប្រើប្រាស់អ្វីឡើយរហូតដល់ក្រុមគ្រូបង្រៀនមួយក្រុមបានជួបផលិតផលនេះនិងបានទទួលស្គាល់ថាវាអាចប្រើបានសម្រាប់ថ្នាក់រៀនរបស់ពួកគេដោយមិនឲ្យខកឱកាសនេះ Morita និង Ibuka បានចាប់ផ្ដើមផលិតម៉ាស៊ីនថតសំឡេងសម្រាប់ការអប់រំដើម្បីបំពេញតម្រូវការកម្មវិធីសិក្សារបស់គ្រូបង្រៀនពួកគាត់ទាំងពីរបានចាប់ផ្ដើមធ្វើដំណើរទៅសាលារៀននៅទូទាំងប្រទេសដើម្បីណែនាំអំពីផលិតផលថ្មីរបស់ពួកគាត់ទៅឲ្យគ្រូបង្រៀននិងធ្វើបទបង្ហាញពីអត្ថប្រយោជន៍របស់វាដល់សាលាទាំងនោះអ្វីដែលជាផលិតផលនៃការបង្កើតថ្មីដែលគ្មានទីផ្សារនេះបានក្លាយជាផលិតផលដែលមានទីផ្សារយ៉ាងលឿនបំផុតហើយនិងមានតម្រូវការខ្ពស់បំផុតនៅប្រទេសជប៉ុនផលិតផលបានលក់អស់និងស្ទើរតែមិនអាចបំពេញតម្រូវការរបស់ទីផ្សារបាន Morita មិនត្រឹមតែបង្កើនបានប្រាក់ចំណេញនោះទេគាត់ក៏ថែមទាំងបានរៀនពីមេរៀនមួយដ៏មានតម្លៃទៀតផង Morita បានយល់ថាគាត់មិនចាំបាច់បង្កើតផលិតផលដើម្បីបំពេញសេចក្តីត្រូវការរបស់ទីផ្សារទេតែគាត់អាចបង្កើតទីផ្សារដោយខ្លួនឯងទាំងនេះគឺជាមេរៀនមួយដែលបានដិតជាប់ជាមួយនឹងគាត់និងក្រុមហ៊ុនរបស់គាត់ជារៀងរហូតតែទោះបីជាយ៉ាងណាក៏ដោយញៀនខាងក្នុងរបស់ Morita គឺមិនសុទ្ធតែល្អឥតខ្ចោះនោះទេគាត់ក៏ធ្លាប់បានបង្កើតផលិតផល Sony មួយចំនួនដែលមិនអាចលក់ចេញនៅក្នុងទីផ្សារផងដែរតួយ៉ាងដូចជាផលិតផលកាសែតថតចម្លង Max Tape ដែលជាផលិតផលមួយដែលមានបច្ចេកវិទ្យាកម្រិតខ្ពស់និងមានគុណភាពគ្មានគូប្រៀបតែវាមិនអាចប្រកួតជាមួយនឹងផលិតផលរបស់ក្រុមហ៊ុន VHS បានកាសែតថតចម្លងរបស់ VHS គឺមានសមត្ថភាពថតបានយូរជាងនិងទទួលបានការពេញនិយមច្រើនជាងពីអតិថិជនបើទោះបីជាផលិតផលលក់មិនចេញក៏ដោយក៏ Morita ក៏នៅតែជំទាស់នឹងការផ្លាស់ប្ដូរផលិតផលរបស់គាត់និងការសំយោគជាមួយនឹងបច្ចេកវិទ្យារបស់ VHS ដែរហើយពេលនោះវាក៏បានធ្វើឲ្យក្រុមហ៊ុន Sony មានការខាតបង់យ៉ាងច្រើនតែបញ្ហានេះវាក៏មិនបានបញ្ចប់ Morita ពីការជឿលើញៀនខាងក្នុងរបស់គាត់ឡើយមេរៀននៃការបរាជ័យនេះបានធ្វើឲ្យគាត់បានដឹងថាផលិតផលដែលមានការបង្កើតថ្មីកម្រិតណាដែលអាចឈរជើងនៅលើទីផ្សារនិងអាចលក់បានទៀតផង Morita ដឹងថាទីផ្សារមានការប្រកួតប្រជែងខ្ពស់ហើយគាត់ក៏មានជំនឿថាមធ្យោបាយតែមួយគត់ដែលអាចធ្វើឲ្យក្រុមហ៊ុនរបស់គាត់អាចឈរជើងបានគឺការបង្កើតផលិតផលដែលមានការច្នៃប្រឌិតកំពូលនិងមានគុណភាពកំពូលសម្រាប់អ្នកប្រើប្រាស់គាត់យល់ថាគ្រប់គំនិតនៃការច្នៃប្រឌិតគឺពឹងផ្អែកលើគំនិតដែលថាផលិតផលរបស់យើងគឺតំណាងឲ្យអ្វីមួយចំពោះអ្នកប្រើប្រាស់ដែលពួកគេមិនធ្លាប់បានឃើញពីមុនមកនិយាយជារួមមានន័យថាវាមិនទាន់មាននៅក្នុងទីផ្សារនៅឡើយហើយ Sony គឺជាអ្នកបង្កើតវាអូខេបងប្អូនទាំងអស់គ្នាការលើកយកប្រវត្តិសង្ខេបរបស់លោក Akio Morita បានមកដល់ទីបញ្ចប់ត្រឹមនេះតើបងប្អូនយល់យ៉ាងណាដែរចំពោះសមិទ្ធផលនិងស្នាដៃរបស់គាត់បើគាត់ពិតជាមនុស្សមិនធម្មតាអាចបង្កើតអាណាចក្រមួយដ៏ធំផ្នែកបច្ចេកវិទ្យា Sony សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ក្នុងការស្ដាប់តាំងពីដើមរហូតដល់ចប់សូមបងប្អូនជួយចុច like និង subscribe សញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗស្ដីពីប្រវត្តិបុគ្គលជោគជ័យក្នុងលោកសូមបងប្អូនទាំងអស់មានសុខភាពល្អសូមអរគុណនិងសូមជម្រាបលាបាយបាយ